កលក្រហមថាវិការ20,000 រៀលបង្គោលសបាទស្វាគមន៍ភ្លាមបាទប៉ះចំប្រដាប់ការពារឥឡូវនេះបាទសុំសម្រួលបច្ចេកទេសបន្តិចសិនបាទសម្រាប់បាទទៅខាងបង្គោលសពីកីឡាករគុនខ្មែររបស់យើងហើយបង្គោលខៀវកំពុងតែចាក់ទឹកកម្រិតបាទយើងទស្សនារូបភាពបង្ហាញជូនត្រង់នេះអាយយបាទទាត់ឆ្វេងរបស់គីងកុងបាទប៉ះចំកន្លែងឈឺរបស់កូននាគសបាទឆ្លងដែនបាទទាត់ឆ្វេងឲ្យបាយមិញបាទតែយ៉ាងណាប៉ែនសេលេបាទគាត់ប្រាប់ថាអត់អីទេលោកគ្រូបាទចាក់ទឹកអម្រិតកាត់បន្ថយការឈឺចាប់បន្តិចមកហើយពុកម៉ែបងប្អូននេះក៏ថាសាទរមែនទែនជាមួយនឹងការប្រកួតមួយនេះបាទយើងទស្សនាការប្រកួតជាបន្តទៀតបាទអរគុណច្រើនបន្តទស្សនាតតឆ្វេងរទេះជើងជុតសមុទ្របាទពីរិទ្ធីគីងកុងបាទសែនលេកកពុកកបលល្អស្មើគីងកុងតែម្ដងបាទសម្លឹកសម្លឹងដើរចូលញាក់អត់តន់ចេញក្បាច់អត់តន់ចេញស្នៀតឡើយគៀងពីសែនលេកទាត់ស្ដាំអត់ដល់ក៏ដៃទៅទុតឆ្វេងសែនលេកមិនសមអីគេមកបោះប្លង់បោះគោលដៅគេឲ្យទឹករៀមឆ្បងផងថ្ងៃនេះឡើងប្រគល់ខ្លួនឯងទាត់ឆ្វេងទៅវិញពីរិទ្ធីគីងកុងបាទធនាលគុណភាពបាទគឺកើតចេញពីគ្រុតគុណខ្មែរបាទតែងតែផ្ដល់ឱកាសដល់ធនាលគ្រប់បាទបណ្ដាខេត្តបាទមកពីបណ្ដាក្លឹបច្រឡោដូចគ្នាម្នាក់ឡើងឆ្វេងម្នាក់ទៀតឡើងស្ដាំបាទទាត់ឆ្វេងប្រហើបពីចម្ងាយពីរិទ្ធីគីងកុងដេញតាមមកវិញច្រឡោបតាអត់តន់ចូលដល់ឡើយពីសែនលេកញាក់ចេញញាក់ចូលការប្រកួតគឺ5ទឹកវិញដេញតាមទៅវិញពីគីងកុងទាត់ឆ្វេងចូលក្តីខំពីរិទ្ធីគីងកុងប្រែទៅមកទេសែនលេកញាក់ច្រឡោមកវិញបាទញាក់ដូចគ្នាហើយក៏ទាត់ស្ដាំពីសែនលេកសុំឲ្យឆ្វេងពីរិទ្ធីគីងកុងរេរំតាមចង្វាក់ភ្លេងមានក្បាច់មានស្នៀតមានសិល្បៈរៀងខ្លួនបាទសុទ្ធសឹងតែជាអ្នកដែលបកកែសុទ្ធសឹងតែអ្នកដែលដឹងពីស្នៀតព្រោះថាសែនលេកនេះធ្លាប់ទស្សនាផ្ទាល់ការប្រកួតរបស់គីងកុងទាត់ឆ្វេងប្រហើដេញតាមចូលបាទក៏ប៉ុន្តែថែមមួយដៃឆ្វេងជាបន្តទៀតពីរិទ្ធីគីងកុងបាទទាត់កាប់គោលជើងក្រោមពីរិទ្ធីគីងកុងបាទសែនលេកកបោកទាត់ឆ្វេងថែមឆ្វេងបាទឆ្វេងមួយដៃពីគីងកុងដេញតាមឆ្វេងដល់ឆ្វេងបុកកណ្ដាលកែឆ្វេងដល់ឆ្វេងពី3ដៃ4ដៃបត់កែឆ្វេងថែមចេញជាបន្តទៀតពីគីងកុងទាត់ឆ្វេងយកទៅក្រោមពីគីងកុងបាទសូមសម្លេងហូមួយ 2 3 4 5 6 7 8ប្រកួតបន្តចាចាប់ទឹកទី1បាទអូយបាទប៉ិតជាជួចិត្តមែនទែនបាទយើងឃើញថាបាទចាប់ទឹកទី1កន្លងទៅបាទធ្វើឲ្យកីឡាករថៃបាទរាប់18បាទក្នុងនោះវត្តមានគណៈធិបតីបាទអាដាមវ័យសំណាងអ្នកអាជ្ញាស្មារតីវឌ្ឍនៈរួមជាមួយនឹងអាដាមខមវិធីឧបត្ថម្ភបន្ថែមដល់រិទ្ធីគីងកុងថាវិការ20,000 រៀលបាទសរុបគឺរិទ្ធីគីងកុងទទួលបានថាវិការ40,000 រៀលហើយបាទចប់ទឹកទី1តាន់បាទកីឡាករប៉ែនសែនលេបាទងាកទៅលោកគ្រូថាលោកគ្រូខ្ញុំគួរធ្វើមិនចេះសម្រាប់ទឹកទី2បាទយើងទស្សនារូបភាពបង្ហាញជូនកាលពីទឹកទី1បាទទាត់ឆ្វេងលុកឆ្វេងរបស់រិទ្ធីគីងកុងស្ទូចូលទៅបាទទាត់ឆ្វេងកាត់បាទកីឡាករបាទប៉ែនសែនលេបាទព្យាយាមបាទកាត់កែងសមមកវិញបាទព្យាយាមរាប់ជាប់ឲ្យបត់កែងឆ្វេងរបស់គីងកុងបាទបត់កែងឆ្វេងមួយទៀតបាទប៉ែនសែនលេគឺព្យាយាមកាត់កែងស្ដាំក៏ប៉ុន្តែអត់ដល់អត់ចំគោលដៅនេះគាត់ព្យាយាមបាទសព្រះរាមបាទបដូរកែងគ្នាទៅមកអាយយបាទការប្រកួតគីឡូស្រាលក៏ប៉ុន្តែកែងអស់តបាទកែងជួចិត្តជាងគូឯកបាទគូគីឡូធំមួយចំនួនទៀតនេះបាទការបង្ហាញជូននៅរូបភាពទឹកទី1បាយមិញបាទយើងត្រៀមការប្រកួតជួចិត្តជាបន្តទៀតអ្នកឲ្យទឹកចេញក្រៅក្រិតគុណខ្មែរគូទី3គឺជាគូប្រកួតដណ្ដើមប្រាក់លានរវាងកម្ពុជាថៃទឹកទី2បាទយើងរៀនទស្សនាការប្រកួតជាបន្តទៀតទឹកទី2បាទបងប្អូនកំពុងតែទស្សនាបាទជាង 50K បាទចូលរួមជួយសៀឡើងជាបន្តទៀតបាទបង្គោលក្រហមកីឡាករគុនខ្មែររិទ្ធីគីងកុងបាទទាត់មកជើងឆ្វេងនេះទាត់ចំថងប្រាក់បាទវត្តមានគណៈធិបតីឧបត្ថម្ភបន្ថែមដល់គីងកុងថាវិការ20,000 រៀលបាទសរុបគឺ60,000 រៀលបាទទាត់ឆ្វេងគីងកុងបាទទាត់ស្ដាំរបស់ប៉ែនសែនលេបាទធ្លាក់ស្ដាំបាទការប្រកួត5ទឹកក៏ប៉ុន្តែបាទមួយទឹកគឺ2នាទីតែប៉ុណ្ណោះអាយ2 បាទ 3រាប់ជាបន្តទៀត4 5 បាទ5 6 7អូហូបាទអបអរសាទរទៅដល់បាទកីឡាករគុនខ្មែររិទ្ធីគីងកុង
បាទជាមួយនឹងជ័យជំនះដ៏អស្ចារ្យបាទវត្តមានគណៈធិបតីទាំង3រូបបាទអាដាមវ័យសំណាងអ្នកញ៉ាសម្បាងវឌ្ឍនៈរួមជាមួយនឹងអាដាមខឹមវិធីឧបត្ថម្ភបន្ថែមបង្គោលក្រហមថាវិការ1 លានរៀលបាទរដ្ឋីគិញកុំទៅទទួលថាវិការសរុបបាទគឺដល់ទៅ1 លាន 6 សែនរៀលបាទនេះយើងទស្សនារូបភាពយឺតបាទទាំងអស់គ្នាសាយជាថ្មីបាទគឺការដាក់សម្ពាធបាទសន្ធប់ដាក់ទាញកែងឆ្វេងពុះបាទពីខាងលើតែម្ដងបាទពីរដ្ឋធីគីងកុងបាទធ្វើឲ្យសែនលេកបាទអត់អាចទប់បាទការសម្រុកបាទយ៉ាងច្រើនសន្ធប់ច្រើនក្បាច់ពីរដ្ឋធីគីងកុងទេបាទចូលបដូរមរ៉ាព្រោះថាចង់បាទទាទាំងការទាំងដើមតែណែថែមកែងឆ្វេងជាបន្តទៀតបាទវាចេញក្បាច់ច្រើនមែនទែនបាទក្មេងក៏ពិតមែនថ្នាលក៏ពិតមែនប៉ុន្តែក្រោយតែមានការផ្ដល់ឱកាសបាទម្ដងជាពីរដងបាទជាញឹកញយតាមរយៈការប្រកួតនៅលើសង្វៀនបដាគ្រប់គុណខ្មែរគឺកីឡាករគុណខ្មែរយើងគឺចេះគ្រប់ក្បាច់គ្រប់ស្នៀតតែម្ដងបាទអរគុណច្រើនបាទយ៉ាងណាយើងឃើញថាកីឡាករបង្គោលខៀវ8សែនលេខបាទថ្មីត្បិតតារងបរាជ័យក៏បាទទឹកមុខដល់គួរឲ្យខ្នក់ខ្នាញ់របស់គាត់បាទវត្តមានគណៈធិបតីបាទអាដាមវ័យសំណាងអ្នកញ៉ាស្មាងវឌ្ឍនៈរួមជាមួយដល់ខំវិធីឧបត្ថម្ភបង្គោលខៀវថាវិការ40 ម៉ឺនរៀលបាទអរគុណណាស់ទៅដល់វត្តមានគណៈធិបតីអរគុណទៅដល់វត្តមានពុកម៉ែបងប្អូនបាទអរគុណទៅដល់ក្មួយកីឡាករទាំងពីរពូកែដូចគ្នាហើយអបអរសាទរទៅដល់រិទ្ធីគីងកុងដែលបានយកឈ្នះដៃគូនៅក្នុងទឹកទី2ប៉ុន្តែយ៉ាងណាបងប្អូននៅវ័យក្មេងបែបនេះឈ្នះចាញ់គឺជារឿងធម្មតានៃកីឡាឈ្នះទទួលបានបទពិសោធន៍ថ្មីមួយទៀតហើយមិនទទួលបានជ័យជំនះក៏ទទួលបានបទពិសោធន៍ថ្មីមួយទៀតបាទកីឡាគឺរស់ក្នុងសន្តិភាពកីឡាគឺមិនមានទេការរើសអើងជាតិសាសន៍និងពណ៌សម្បុរបាទសូមសម្លេងមួយទៀតបងប្អូនអរគុណស្ដាប់ការប្រកាសលទ្ធផលជាផ្លូវការបាទចាសសូមអរគុណជ័យជំនះបានទៅកីឡាករបង្គោលក្រហមរដ្ឋធីកេងកុងដែលបានផ្ដួលឲ្យដៃគូបង្គោលខៀវសេតបេតសែនលេខសន្លប់នៅក្នុងទឹកទី2 We Active ភេសជ្ជៈកីឡាដំបូងគេរបស់ប្រទេសកម្ពុជាបំពេញនិងរក្សាជាតិទឹកនិងសារធាតុរ៉ែបានល្អនិងឆាប់រហ័សភេសជ្ជៈពៅកម្លាំងគ្រុឌទទួលយកធម្មពលជាមួយ